ជម្រាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel KGK Game Survival ឡខេហើយឥឡូវយើងមកបន្តជាមួយនឹង Survival Crash 2របស់យើងទៀតនៅអេពីសូតទី5ហើយបាត់ខ្ញុំប្រហែលថ្ងៃនេះគឺថាខ្ញុំ level ទាំងអស់គ្នាតែមានពេល record ឥឡូវខ្ញុំមកវិញហើយអូខេហើយយើងដឹងហើយកាលពីអេពីសូតទី4គឺថាយើងវេទនីមែនតើឥឡូវមកដល់អេពីសូតទី5នេះក៏មិនតន់រួចខ្លួនណាស់ដែរសារតែអាកាសធាតុវាត្រជាក់ខ្លាំងមែនតើហើយឥឡូវខ្ញុំកំពុងតែរៀបចំបង្កាត់ភ្លើងដើម្បីសម្រាប់ព្រោះដោយសារតែយើងដេកទៅអាចនឹងព្រឹកឡើងយើងងើបមកវាជាអញ្ចឹងណាយើងចេញទៅធ្វើការទាំងហ្នឹងក៏អត់កើតដែរខ្ញុំបានដាក់ភ្លើងចូលទៅក្នុងកន្លែងខ្ញុំបង្កាត់ហ្នឹងទៅហើយខ្ញុំក៏បានដាក់អុសបន្ថែមខ្ញុំដេកទៅចាំមើលយើងងើបឡើងជាអត់អូខេបន្ទាប់ពីខ្ញុំបានដេកមកខ្ញុំងល់គឺថាឃើញថាយើងជាហើយខ្ញុំសប្បាយចិត្តខ្លាំងមែនតើពេលដែលជាពេលជំងឺគឺថាអូអំភើបហ្មងអរគ្នាក៏ប៉ុន្តែអីដែលជាបញ្ហាទៀតគឺថាយើងចិត្តអស់ស្បៀងហើយខ្ញុំដូចជាមានស្បែកចុចទួយដែរអញ្ចឹងយើងអាចធ្វើជាខោអាវធ្វើអីពាក់តែខ្ញុំត្រូវការរកស្បែកថែមទៀតហើយណាមួយឥឡូវចិត្តអត់ស្បៀងណាយើងក៏ត្រូវរកស្បៀងថែមដែរខ្ញុំលឺសលេងពពួកកជ្រោងពពួកអីវានៅចិត្តផ្ទះយើងអាចនឹងជាប់ផ្ទះចាស់ចឹងអញ្ចឹងទីខ្ញុំចាំមើលចេញទៅមើលពពួកសត្វហ្នឹងអញ្ចឹងទាំងអស់គ្នាហើយមុនខ្ញុំចេញទៅក្រៅគឺខ្ញុំក្រាស់ជាមួយនឹង campfire មួយទៅដើម្បីទុកពេលយើងចេញទៅក្រៅយើងពេលតិចយើងដាក់អាហ្នឹងយើងមានសម្រាប់ទៅគូទៅហ្មងណាព្រោះដោយសារតែហ្នឹងដឹងហើយពេលខែតិចគឺថាយើងពិបាករស់នៅមែនតើអូខេឥឡូវខ្ញុំមកមើលកន្លែងតាក់អានេះតាក់ព្រាមត្រីចាស់ទេមិនមែនផងខ្ញុំទេតែជាលឺសលេងពពួកសត្វវាជាប់ក្នុងហ្នឹងចឹងខ្ញុំមានគំនិតថាចង់មកវាយវាចឹងណាតែឥឡូវខ្ញុំមើលយ៉ាឃើញជាប់ដូចជា4ក្បាលដែរចឹងយើងអាចយកស្បែកវាទៅធ្វើខោដូចជាធ្វើអាវអីបានពួកអាវយើងក៏ចិត្តបែកដែរហើយវាយើងពាក់ច្រើនជាន់ទៅវាល្អវាអត់តិចវាអាចជួយកាត់បន្ថយភាពតិចអញ្ចឹងណាអូខេពេលនេះក៏បានជីកដីចូលមកវាយសัตว์តែពេលវាយទៅអានៅលើហ្នឹងគឺវាចូលមកដែរទាំងនេះចូលមកខំទៅសំណាញ់វាធ្លាក់ចូលតាក់ក៏បីងាប់ដោយសារសัตว์ហ្នឹងប្រហែលបតាខ្ញុំអូខេឥឡូវដោយសារឃើញថាអាស៊ីវិតិចខ្លាំងហើយណាមួយខ្ញុំក៏ចិត្តនេះដែរខ្ញុំដាក់ campfire ហ្នឹងហើយដាក់ខុសទៀតខ្ញុំដាក់នៅក្នុងហ្នឹងវាចេញមកពេលដាក់ទៅបែកបាត់ដោយសារព្រិលវាកំពុងធ្លាក់អញ្ចឹងវាអត់ដាក់កាត់ទេអូខេឥឡូវខ្ញុំគិតថាខ្ញុំត្រឡប់ទៅផ្ទះសិនទាំងអស់នេះដោយសារតែនៅបន្តទៀតអត់កាត់ទេអញ្ចឹងចាំស្អែកចាំយើងមកធ្វើការកាប់ព្រោះឥឡូវវាព្រិលធ្លាក់ខ្លាំងមែនតើហើយអាប់ក៏ធ្លាក់ខ្លាំងដែរអញ្ចឹងយើងពិបាកមើលអីអត់ឃើញទេទាំងអស់គ្នាហើយតើខ្ញុំគិតថាមកសម្រាប់ថាដល់ពេលគិតចុះគិតឡើងចង់ទៅវាយវាវិញអញ្ចឹងស្រាប់តែខ្ញុំដើរមកខាងក្រៅដើររអន្ទាក់នឹងអត់ឃើញវែងផ្លូវនេះឃើញអត់គឺយើងអាងឹតភ្នែកចិត្តតែហ្មងវាថាមើលឃើញបានតែ1ម៉ែត្រជុំវិញខ្លួនហើយធ្លាក់ព្រុលមកខ្លាំងមែនតើតកកនេះធ្លាក់មកសាហាវហ្មងហើយខ្ញុំរត់តែអត់ឃើញដើរទៅផ្ទះវិញក៏អត់ឃើញដែរហើយទៅជាខ្លាំងមែនតើពេលខ្ញុំទៅដើមវិញដឹងថាទៅណាទេដើរចុះដើរឡើងគេថាអត់មានឃើញអីទេទាំងអស់នេះដើរនោះទៅដល់ធ្លាក់ច្រាំងឯណាចង់ធ្លាក់ជ្រុះឯណានោះអើយគិតទៅជីវិតពេលធ្លាក់អាប់នៅក៏ពិបាកពេលធ្លាក់តកកក៏ពិបាកអើយហើយខ្ញុំដើរមកដល់ណាជ្រុះឯណានេះហើយខ្ញុំក៏បានត្រឡប់ទៅវិញហើយដោយសារតែឥឡូវមេឃក៏ជិតយប់ហើយណាមួយវាខ្លាំងអញ្ចឹងខ្ញុំក៏ខ្លាចពពួកសត្វថាវានិយាយទាំងយប់អញ្ចឹងខ្ញុំក៏បានជីកដីមួយមកនៅក្រោមដីមកយប់សិនអញ្ចឹងមកដេកនៅនឹងមកយប់សិនចាំផឹកឡើងយើងងើបមកគឺថាវាអាចនឹងតិចវាអាចនឹងលេងបាត់អាប់អីអញ្ចឹងយើងអាចមើលផ្លូវទៅតែឃើញបានដល់ខ្ញុំជីកដីទៅសម្រាប់សិនអូខេហើយបន្ទាប់ពីខ្ញុំជីកខ្ញុំធ្វើការសម្រាប់សិនហើយចាំមើលយើងងើបពីដេកវិញយើងធ្វើការយើងបន្តទៀតដើម្បីចេញទៅរត់ផ្ទះខ្ញុំដេកនៅណាទេឥឡូវកំពុងតែដេកឲ្យទៅរួចខ្លួនមកយប់សិនទេហើយចាំពេលដែលយើងងើបឡើងយើងទៅរកផ្ទះវិញព្រោះដោយសារតែមេឃចូលអាប់ដូចតែណាឃើញហ្នឹងគឺថាមើលអីអត់ឃើញទេចឹងពេលយើងបន្តដើរវាអាចនឹងហានិភ័យចំពោះយើងកាលខ្ញុំថាជីកដីឡើងមកដល់លើវិញហើយខ្ញុំដើររកផ្ទះខ្ញុំថាខ្ញុំឃើញខាងមុខហើយស្រាច់នៅសោះហើយដូចជាតកគួយស្បោយធ្លាក់ដែរខ្ញុំមកនៅគៀនផ្ទះឲ្យឆ្ងាយណាស់នេះឥឡូវខ្ញុំដើរទៅកន្លែងផ្ទះហ្នឹងវិញសិនដើម្បីធ្វើការវាយយកស្បែកយកមកធ្វើការអាវពាក់ពេលខ្ញុំមកដល់ខ្ញុំធ្វើការវាយយកតំណងថាងាប់បានសត្វពពួកខ្លាចក់មួយខ្ញុំនឹងបន្តវាយវារហូតតអស់ហើយយើងយកស្បែកវាទៅធ្វើការអាវ អូខ
ឥឡូវខ្ញុំបន្តពីឡើងមកតែខ្លួនខ្ញុំទៅវាយក៏ជ្រុងប្រហើយដោយសារតែជាក់ខ្ញុំឆ្លៀតឡើងមកអាំងភ្លើងមកផ្លែតមិញអូខេឥឡូវយើងមើលខ្ញុំប្រយ័ត្នខ្លាចពពួកក៏ជ្រុងវាមកខំយើងណាអញ្ចឹងណាព្រោះពពួកអាសត្វអស់ហ្នឹងនៅពេលដែលយើងវាយគ្នាវាគឺវាមកជួយគ្នាវាអញ្ចឹងវាអាចទាំងហានិភ័យពេលយើងវាយនៅក្នុងផ្ទះអញ្ចឹងអូខេឥឡូវខ្ញុំសកាត់ត្រឡប់ទៅផ្ទះខ្ញុំវិញតែយើងបានស្បែកអីខ្ញុំបិទអន្ទាក់យើងឲ្យវាហៀវឆៅបន្តិចកុំឲ្យវានេះខ្លាចសត្វវាចូលវាលោតឡើងរួចឥឡូវត្រឡប់ទៅកាន់គេហដ្ឋានយើងវិញកាន់ខ្ទមនៅកញ្ចាស់នេះហៅថារូងដីនេះជីកដីនៅ survival បែបជីវិត survival អូខេនៅពេលដែលមកដល់ខ្ញុំបានទៅជីកវ៉ាមកបានពីខ្សែដើម្បីមកធ្វើការក្រាស់ខ្សែដើម្បីធ្វើខោព្រោះយើងធ្វើខោយើងជាវាលហែកតិចអញ្ចឹងយើងលាកខោថ្មីទៅដើម្បីជួយកាត់បន្ថយភាពត្រជាក់ហើយក្បាលយើងគឺជាក្បាលទទេទេអញ្ចឹងខ្ញុំក៏បានយកស្បែកខ្លះខ្មុំមកធ្វើមូកមួយដែរដើម្បីពាក់អូខេចិត្តទៅខែឡើងយើងចេះការពីកុំឲ្យប្រាសាយបន្ទាប់ពីមកចេញមកទេទីនៅខាងក្រៅគឺថាអូកោហ្វស្រីឌីឌីស្អាតមួយយ៉ាងនេះបែបព្រៃភ្នំយេបែបជីវិតស្វ័យវរនៅម្នាក់ឯងហើយព្រះអាទិត្យក៏បានលេចដែរអញ្ចឹងខ្ញុំដេកសិនព្រឹកឡើងខ្ញុំយើងបន្តការងារយើងទៀតអូខេហើយដេកនេះបានដាក់ភ្លើងនេះខ្លាចទៅងើបមកឈឺទៀតព្រោះថាហើយនៅពេលដែលដេកងើបឡើងគឺថាអត់ឈឺទេវាសំណាងក៏ប៉ុន្តែអីដែលអត់សំណាងគឺថាមេចុះអាប់មកទៀតដែរអញ្ចឹងយើងរកធ្វើការងារអីក៏មិនកើតដែរអើយស្រាច់ហើយអញ្ចឹងយើងមានតែដេកទៅវិញម្ដងទៀតហើយចាំផឹកឡើងនេះផឹកហើយតែយើងដេកទៅវិញមកតាទៀតចាំយើងផ្ញើបដេកមកវិញមេឃវាបានធ្លាក់អាប់ចាំយើងទៅធ្វើការព្រោះយើងនឹងឈរចាំនៅនោះនឹងកាលវានេះទេអញ្ចឹងយើងអត់ធ្វើការមានតែដេកអូខេហើយព្រឹកឡើងចាំយើងទៅធ្វើប្រការងារបន្តពេលដែលបាត់អាប់វាផឹកហើយក៏តែយើងដេកទៅថែមទៀតព្រោះដោយសារតែមេឃវាធ្លាក់អាប់យើងធ្វើការគុំកើតអូខេពេលដែលខ្ញុំភ្ញាក់ពីដំណេកឡើងវិញគឺថាមេឃវាបាត់ហើយក៏ប៉ុន្តែខ្ញុំលឺសលេងពពួកខ្លាចចောက်វិញទៅជុំវិញផ្ទះអញ្ចឹងខ្ញុំបានស៊ូមមើលតិចទៅវាបកជាខុសថ្នាក់ដល់យើងកើតអត់អូខេដូចជាមើលទៅមិនអីទេតែវានៅរ៉េរ៉នលើហ្នឹងរកខំយើងវាធំក្លិនយើងអូខេអញ្ចឹងហើយយើងត្រឡប់ទៅក្រៅគឺខ្ញុំធ្វើការនេះអ្នកនរធ្វើការទៅបាញ់សត្វហើយស្បៀងព្រោះយើងឥឡូវកំពុងតែឃ្លានហើយខ្ញុំអស់វ៉អញ្ចឹងខ្ញុំដើរជីកវ៉សិនជីកវ៉ដើម្បីធ្វើខ្សែគេតែឈឺហើយយើងអស់ឈាមហ្នឹងដោយសារយើងឃ្លានហើយបន្ទាប់ពីខ្ញុំបានព្រួយមកខ្ញុំក៏បានដើរមកខាងក្រៅដើម្បីធ្វើការមើលសត្វអញ្ចឹងខ្ញុំឃើញសត្វនៅខាងមុខវាកំពុងតែចោះចតហើយអញ្ចឹងយើងយកព្រួយយើងបាញ់តម្រង់តែម្ដងឲ្យខាន់បាញ់យូរនឹងបាញ់ត្រូវអត់នេះប៉ាំងយ៉ាទឹកដៃនៅកប់សេរីតាប៉ាំងជ្រុះតាឥឡូវយើងមើលរើសសិនតែប៉ុណ្ណេះរស់ឲ្យជីវិតយើងឲ្យទៅបានសាច់ហើយយើងធំមកអាដៅលឿងយើងទៀតចាំមើលដល់ខែលែងធ្លាក់តកចាំយើងធ្វើការងារយើងបន្តឲ្យដូចជាដាំតំណាំដើម្បីបន្ថែមដើម្បីការពារដល់រដូវហ្នឹងយើងមានកាវកវ៉ាស់ពាក់ឥឡូវខ្ញុំដើររកសត្វថែមទៀតសិនដោយសារតែឥឡូវវាធ្លាក់អាប់មកទៀតដែរបារម្ភខ្លាចតែវាធ្លាក់ខ្លាំងជាងមើលផ្លូវអត់ឃើញផ្លូវទៅទៀតអត់ឃើញហ្នឹងខ្ញុំដើរគឺថាអត់ឃើញសត្វវាចុះទុំតែចឹងមានតែបាញ់សត្វនៅលើអាកាសមកតែម្ដងយោទឹកដៃកប់ស្រីឌីឌីយីព្រួយបាញ់ធ្លាក់ពាកទឹកដៃមានអីអាចប្រកួតបានទឹកដៃនេះយីអូខេឥឡូវយើងបានប៉ុណ្ណេះហើយទៅខាងឆ្វេងដើរឃើញខ្លាឃើញតោចតហ៊ានដើរទៅទេយោឈឺយើងត្រឡប់ទៅផ្ទះយើងវិញដើម្បីទៅចំអិនមកហូបដើម្បីញ៉ាំកុំឲ្យឃ្លានអូខេពេលយើងត្រឡប់មកដល់ផ្ទះគឺយើងធ្វើការដុតជាមួយនឹងសាច់យើងទៅយកខ្ជូងមកប្រើប្រាស់ព្រោះខ្ជូងយើងមានច្រើនយើងទៅជីកនៅមុនបានខ្ជូងច្រើនណាស្ដាយចូលខែវឡើងប៉ុណ្ណាឲ្យបានគប់បានតែខ្ជូងអូខេហើយបន្ទាប់ពីយើងបានសាច់យើងដាក់ចូលមាត់ប្លុកគឺថារសជាតិការកប់សេរីឌីឌីអូខេហើយហ្គេមនៅអេពីសូតទី5របស់យើងគឺថាមានតែប៉ុណ្ណាទេបាទអរគុណជម្រាបលាអ្នកទាំងអស់គ្នាជម្រាបនៅអេពីសូតទី6ហើយអ្នកទាំងអស់មកកុំភ្លេចចុច like និង subscribe ទៅ channel KGK Game Survival មួយផងមកដើម្បីប្រយោជន៍ជាក់លាក់ខ្ញុំធ្វើវីដេអូបន្តទៀតអូខេបាយបាយជម្រាបលាជំរាបវីដេអូក្រោយ